សម្រាប់ប្រហុកត្រីស្រែពុកម៉ែបងប្អូនស្រុកស្រែចំការច្រើនតែនិយមធ្វើនារដូវរំហើយជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពស្រឡាញ់បានពលជួយខ្ញុំបាទសារជាថ្មីម្ដងទៀតហើយតាមរយៈ Channel ពេចបញ្ញាវិសរក្នុងវីដេអូដែរខ្ញុំបាទនឹងបង្ហាញអំពីវិធីធ្វើប្រហុកត្រីស្រែយកមកចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តដោយពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងសុទ្ធតែជាប្រភេទត្រីស្រែទេគឺមានដូចជាត្រីបន្ទក់ត្រីដែងត្រីក្រាញ់សម្រាប់រដូវរំហើយគឺមិនខ្វះទេស្រុកស្រែចំការពុកម៉ែបងប្អូនសម្រាប់កូនត្រីប្រភេទនេះគឺយើងអាចយកមកធ្វើផុកបានហើយក្នុងការធ្វើផុកនេះគឺយើងធ្វើការកាត់ក្បាលកាត់កតុយវាអាចពូវីនពូតាំងអីចាញ់អស់ទៅពុកម៉ែបងប្អូនទាំងស្កាទាំងស្កៃហ្នឹងរួចហើយយើងធ្វើការយកទៅលាងទឹកឲ្យស្អាតបន្ទាប់មកយើងធ្វើការដាក់ត្រាំចូលក្នុងកធុនតែម្ដងទៅពុកម៉ែបងប្អូនគឺខ្ញុំបាទមានជាកធុនរាងធំមួយអញ្ចឹងទៅគឺខ្ញុំបាទធ្វើការចាក់ទឹក1លីត្រត្រីតែម្ដងរួចហើយយើងធ្វើការផ្អាប់ទុកមួយយប់ដើម្បីឲ្យសាច់ត្រី3ហ្នឹងហើមហើយបើសិនជាពុកម៉ែបងប្អូនបានចូលទស្សនាវីដេអូនេះហើយសូមកុំភ្លេចធ្វើការចុច Subscribe ជូន Channel ខ្ញុំបាទអ្នកមួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតចេញជាវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរមិនថែមតែប៉ុណ្ណោះវានឹងលោតជាសញ្ញាដើម្បីឲ្យពុកម៉ែបងប្អូនដឹងថាខ្ញុំបាទថ្ងៃនេះបានផុសវីដេអូមួយទៅហើយក្នុងថ្ងៃនេះបន្ទាប់ពីឆ្លងកាត់មួយយប់នេះទៅឃើញថាសាច់ត្រីរបស់ខ្ញុំបាទគឺបានហើមមួយល្មមមកពុកម៉ែបងប្អូនលក្ខណៈថាក្លិនវិញគឺរៀងគូសមដែរនឹងពុកម៉ែបងប្អូនថាតើយើងធ្វើយ៉ាងម៉េចទៀតដើម្បីបង្កើតឲ្យបានទៅជាប្រហុកមួយដ៏មានរសជាតិឈ្ងុយឆ្ងាញ់នេះពុកម៉ែបងប្អូនគឺខ្ញុំបាទនឹងស្រង់ដើម្បីយកទៅដាក់ក្នុងប៉ោតពេត្រូខ្ញុំបាទមានជាប៉ោតពេត្រូរួចហើយខ្ញុំបាទប្រើជាធៀងត្នោតបន្ទាប់មកខ្ញុំបាទនឹងធ្វើការកូរឬក៏ជ្រុំចឹងពុកម៉ែបងប្អូនដូចក្នុងវីដេអូខ្ញុំបាទបង្ហាញអញ្ចឹងគឺយើងធ្វើបែបនេះជារឿយៗទៅដើម្បីបញ្ជាក់ប្រាប់ថាទាំងអាចត្រីរួមទាំងស្កាត្រីដែលនៅជាប់ត្រីតិចតួចគឺវានឹងជ្រុះចេញមកក្រៅពុកម៉ែបងប្អូនបន្ទាប់មកយើងធ្វើការយកទៅលាងទៅពុកម៉ែបងប្អូនគឺយើងលាងច្រើនទឹកកាលណាល្អកាលហ្នឹងសម្រាប់ថ្ងៃនេះខ្ញុំបាទលាងប្រហែលជា7ទឹកពុកម៉ែបងប្អូនគឺយើងលាងតតែឃើញថាសាច់ត្រីរបស់យើងគឺឡើងសស្គុះតែម្ដងពុកម៉ែបងប្អូនបន្ទាប់មកយើងធ្វើការស្រង់ត្រីរបស់យើងដាក់នឹងការ៉ូទៅពុកម៉ែបងប្អូនបើយើងមានជាការ៉ូដាក់ការ៉ូបើសិនយើងមានជាល្អីដាក់ល្អីទៅគឺយើងធ្វើការស្រង់ទុកបែបនេះរយៈពេលប្រហែលជាខ្ទង់6ម៉ោងទៅ8ម៉ោងដើម្បីឲ្យប្រកាសថាត្រីរបស់យើងគឺស្រស់ទឹកបានល្អតែម្ដងហើយនេះលទ្ធផលនៃការស្រង់ទុករយៈពេល6ទៅ8ម៉ោងពុកម៉ែបងប្អូនឃើញថាត្រីរបស់យើងគឺស្រស់ទឹកបានល្អតែម្ដងហើយខ្ញុំបាទមានជាអំបិលគ្រុះដើម្បីនឹងប្រឡាក់ធ្វើជាប្រហុកចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តតែម្ដងជំហានបន្ទាប់យើងធ្វើការចាក់សាច់ត្រីរបស់យើងចូលក្នុងកធុនបន្ទាប់មកយើងធ្វើការសាចអំបិលពីលើសាច់ត្រីមួយសន្លល្មមជំហានបន្ទាប់គឺយើងធ្វើការកូរត្រឡប់ចូលត្រឡប់ឡើងឬក៏ឆាត្រឡប់ចូលត្រឡប់ឡើងទៅពុកម៉ែបងប្អូនដើម្បីឲ្យប្រកាសថាទាំងសាច់ត្រីទាំងអំបិលគឺសព្វគ្នាបានល្អបន្ទាប់ពីឆ្លងកាត់នៃការកូរច្បល់ត្រឡប់ចូលត្រឡប់ឡើងមួយសន្ទុះទៅឃើញថាទាំងសាច់ត្រីទាំងអំបិលគឺសព្វគ្នាបានល្អគឺយើងធ្វើការស្រោចអំបិលចូលម្សាទៀតពុកម៉ែបងប្អូនបន្ទាប់មកយើងធ្វើការកូរត្រឡប់ចូលត្រឡប់ឡើងមួយសន្ទុះទៀតដើម្បីឲ្យប្រកាសថាទាំងត្រីទាំងអំបិលគឺសព្វគ្នាបានល្អព្រមទាំងសាច់ត្រីរបស់យើងគឺទន់ផងដែរបន្ទាប់មកយើងធ្វើការចាប់ដាក់ក្ដុង1ក្ដុង2ក្ដុង3ក្ដុងអីចឹងទៅពុកម៉ែបងប្អូនតាមតែសាច់ផុកដែលយើងបានធ្វើតិចឬក៏ច្រើននឹងឯងរួចហើយយើងធ្វើការក្របដើម្បីយកទៅផ្អាប់ទុករយៈពេលពី20ថ្ងៃទៅ1ខែគឺយើងនឹងអាចយកប្រហុករបស់យើងយកមកប្រើប្រាស់បានណាពុកម៉ែបងប្អូនហើយសម្រាប់រសជាតិនិងក្លិនវិញគឺខ្ញុំបាទធានាជូនតែម្ដងពុកម៉ែបងប្អូនគឺគ្រាន់តែមើលឃើញក្នុងវីដេអូនេះគឺដឹងដែរពុកម៉ែបងប្អូនគឺលក្ខណៈថាសស្គុះតែម្ដងពុកម៉ែបងប្អូនគឺយើងធ្វើដោយមិនប្រើមានជាតិគីមីយើងប្រើជាមួយនឹងអំបិលគ្រួសពុកម៉ែបងប្អូនគឺវាអត់ប៉ះពាល់ដល់សុខភាពទេសង្ឃឹមថានេះគឺជាវីដេអូដ៏ល្អមួយសម្រាប់ពុកម៉ែបងប្អូនទស្សនាកម្សាន្តបន្ថែមតែប៉ុណ្ណោះគឺជាកន្លឹះខ្លះៗក្នុងការធ្វើផុកផងដែរហើយវីដេអូធ្វើជារបៀបធ្វើប្រហុកត្រីស្រែរបស់ខ្ញុំបាទនៅពេលនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត